ទីបំផុតដើរមកដល់កន្លែងកូនចូលចិត្តហើយចូលចិត្តជីកតោងណាស់ឃើញអត់លើមហ្នឹងគឺនៅសាលារៀនរបស់ចាចាឲ្យទៅមកយកចាចាហ្នឹងយកកូនពៅហ្នឹងមកជាមួយហើយដល់ពេលអញ្ចឹងគាត់ដឹងម៉ោងដឹងពេលគាត់ដល់ម៉ោងត្រូវម៉ាក់យកសោម៉ូតូជីកគាត់ឡើងទៅទុំលើម៉ូតូរួចជាស្រេចហើយសួរគាត់ទៅណាទៅយកចាចានិយាយអត់ទាន់ច្បាស់ហ៎ពេលអញ្ចឹងទៅដល់សាលាពឹបចាប់ផ្ដើមអស់ដៃយើងហើយទីណាត់ទីណៃនឹងទៅកន្លែងគាត់ចូលចិត្តទៅកន្លែងគាត់ចង់ទៅលេងចង់ទៅតាមគាត់ព្រោះបើសិនជាយើងមិនតាមគាត់ទេបដៅគាត់ឲ្យទៅម្នាក់ឯងនោះក្មេងកូនសិស្សនៅសាលាហ្នឹងគាត់ចេញពីម៉ោងរៀនណាអញ្ចឹងតើពុកម្ដាយអត់តន់ទៅយកគាត់រត់លេងពេញហ្នឹងឯងអញ្ចឹងគេដើរតាមកូនពៅលេខលោកក្មេងគេរត់បុកហើយទៅលើកណាក៏អត់ភ្លេចដែរនេះទៅសួរសុខទុក្ខចាឲ្យអាបងរូបពីរនេះចូលចិត្តណាស់ស្រឡាញ់ទៅដល់នឹងឃើញនឹងតោងដៃតោងជើងគេឲ្យម៉ាក់លើកឡើងទៅឈរចិត្តគេនឹងឯងសួរនាំគេពីនេះពីនោះអីចឹងទៅឃើញខ្ញុំមិនដឹងអីទេឃើញកូនសប្បាយរីករាយអញ្ចឹងក៏ជាលើកដាក់ទៅមិនខ្លាចលោកគាត់ធ្លាក់ដែរហើយនេះដើរទៅទៀតដើរទៅហ្នឹងទៅហួរកន្លែងជីកតោងនៅសាលាហ្នឹងមានកន្លែងជីកតោងមួយកន្លែងហ្នឹងប៉ុន្តែខាងសាលាក៏អត់តរៀបចំបានស្រួលឡោះព្រោះអីត្រូវធ្វើអាគារថ្មីទៅចេះតែលើកទៅដាក់បន្ទប់នេះបន្ទប់នោះអញ្ចឹងទៅក៏អត់មានកន្លែងត្រឹមត្រូវដាក់តោងហ្នឹងវាភ្លៀងមកវាសិតតែផុកហើយនេះតែភ្លៀងថ្មីហើយមើលខាងអ្នកគ្រូឲ្យកូនសិស្សគាត់ដាំប្រទាលទុយកពើល្អថតបានមិនតិចទៅឃើញវាស្អាតពេកសួនដំណាំនៅខាងសាលាណាហើយម៉ោងនេះគឺម៉ោងរៀនគួរម៉ោងរៀនគួរអញ្ចឹងអត់ទៅមានកូនសិស្សច្រើនហើយយើងចូលទៅហ្នឹងក៏អត់មានការរំខានដល់លោកគ្រូអ្នកគ្រូដែលគាត់បរៀនដែរព្រោះអីមានថ្នាក់ខ្លះទៅក៏ចេញលេងនៅក្រៅអញ្ចឹងណាដោយសារអត់មានគ្រូរៀនគួរហើយឪពុកម្ដាយអត់ទាន់ទៅយកអញ្ចឹងទៅកូនហ្នឹងគាត់នៅរត់លេងពេញហ្នឹងឯងអញ្ចឹងមានសលេងចេកចាចខ្លះទៅហើយកូនពៅហ្នឹងគាត់ទៅនឹងគាត់សប្បាយគាត់ដើរពេញហ្នឹងឯងអូយរត់កាត់ទឹកភ្លៀងទៅហើយរត់ទៅរត់មកពេញហ្នឹងឯងរត់ទៅឃើញនៅមាត់លូនេះគេអត់បាត់កម្របគាត់សួរថាម៉ាក់ហ្នឹងអីគេដូចពីមុនដូចឃើញមានកម្របនៅលើលូហ្នឹងគេបាត់កម្របប៉ុន្តែប្រហែលជាខាងអ្នកសម្អាតគាត់សម្អាតយកសម្រាមយកអីចេញទៅគាត់បានបាត់ទៅខ្លាចដែរខ្លាចក្មេងៗគាត់រត់ទៅជន់ប៉ុន្តែមិនមែនការងារយើងទៅពេលអញ្ចឹងយើងទៅរកកម្របលូពីណាមកបាត់បានអត់ឃើញកម្របផងអញ្ចឹងទៅຕົកឲ្យខាងអ្នកមានរៀបចំខាងហ្នឹងណាគាត់ចេះរៀបចំទៅហើយចេញពីនងមករត់ទៅទៀតនេះទៅឃើញកន្លែងសំណង់ខាងសាលាអាគារថ្មីគេទៅធ្វើបានមួយជាន់ហើយមានគ្រួសមានអីនឹងចង់លេងចូលចិត្តលេងគ្រួសដឹកដៃមកឲ្យទៅយកគ្រួសឲ្យលេងប៉ុន្តែអត់ហ៊ានឲ្យលេងហើយលោវាប្រឡាក់ដៃអីចឹងណាក៏នាំគាត់ទៅកន្លែងផ្សេងទៀតទៅ